ជាក្មេងមកពីស្រុកមរស័យម៉ែគាត់អ្នកលក់បាយគាត់ថាឡូយ៉ាដែលមានកូនជាកវ័យជាក្មេងចេញពីជនបទចែកខ្វល់អនាគតតាំងពីថ្នាក់ទី8មុខក្រូនដូចស្បែកគីងគូអីលើចង់ភ្លក់រសជាតិជាសេដ្ឋីពេលយ៉ាងកំណើតរត់ឆោមនឹងក៏ឆើតកើតមួយកំណើតកើតលើដីថ្មីអស់ដើរពី1ម៉ែត្រទៅ100គីឡូម៉ែត្រឆ្លងបានពីខេត្តចូលមកភ្នំពេញថ្មីផ្លុំទៅមកផែតដូចគេឲ្យហេតុភ្លឺដូចខែចែកតាំងពីនៅក្មេងខ្ចីតាំងពីដូចប្រែតហោះដូចរោកែតដូស្ទាយដូវ៉ាតែមិនដូអូនស្រីថាបងគឺមិនដូអូនទេទុកចិត្តបងចោបងមិនដែរងាករេបងគឺមិនមានចិត្តស្មោះបងជាកំឡោះគឺមិនដូអូនទេអត់ស្អកមិនហៅថាបងខែមអត់អែមិនហៅថាបងយោរូបបងកំពុងតែអាប់រែងឲ្យស្អប់ពាន់ណានិយាយពីក្រៅខ្នងហៅបងឬប្អូនណាប្រកាន់ទេហៅបងឬអាចបកាច់តែអញសុំចែកមើលតាសញ្ញាបាននៅក្មេងឯងកុំចង់វាយស្មៅយកចាស់ធ្វើខ្លាគ្មានគួរឲ្យស្រឡាញ់ទេកុំគួយឲ្យខ្ពស់ជាងឈរបើបងអត់ចេះរកអានឹងពីរបស់ខ្មែរអានឹងហៅថាឆ្កែត្រូវហើយជីវិតគឺមិនទៀងទេតែខ្លះអូនធ្វើជាកំប្លែងបើអត់ចេញជាកំប្លែងបើជាត្រូវស៊ីកំភ្លៀសមែនហើយមានអណ្ដាតយកកំចេះតែកឡោះមានមាត់យកកំចេះតែចំហដៀលគេថាអ្នកក្រក៏ឲ្យបែកចេញជាឈាមជាក្មេងមកពីស្រុកមរស័យម៉ែគាត់អ្នកលក់បាយគាត់ថាឡូយ៉ាដែលមានកូនជាកវ័យជាក្មេងចេញពីជនបទចែកខ្វល់អនាគតតាំងពីថ្នាក់ទី8មុខក្រូនដូចស្បែកគីងគូអីលើចង់ភ្លក់រសជាតិជាសេដ្ឋីពីមុនគេក៏លោកដូចជាដូមីណូធ្វើការចាំសុកមិនដូលីអូខំប្រាំងត្រកមិនដល់ពេលដល់ស៊ូអង្គុយកើតទូបារីការមូក្បាលខ្ញុំពាក់មូបារណែបខាប់កានូចេះហ្វេកគេមិនរាប់ជាគូហ្វេនខ្ញុំក្មេងក៏កំពុងតែក្លែបយកខ្ញុំជាគំរូសម្រួលសម្របឲ្យវាស្របហើយសម្របឲ្យវាស្រួលកម្មមៈគឺជាអំពើអាណាជាអ្នកធ្វើគឺអានឹងអ្នកទទួលក្មេងធ្លាប់តែដើរកិច្ចសាលាឥឡូវគេហៅថាសើគំរូកោបស៊ីលុយតែដុល្លារតែពីដូចតាស៊ីមលូជីវិតក៏មកជាទេមកស្រាក់ក៏មកក្លេកក៏មកខ្លាក់ក៏មកលេកក៏មកលាក់ក៏មកលៀមឈប់ភ្លាមទៅត្រៀមរកប្រាក់ទៅប្រឹងប្រែងប្រាប់ទៅបញ្ញាប់រកប្រាក់ចេះតបចេះដាក់ទៅកំដេកចាំសាប់ទៅប្រាប់ខ្លួនឯងក្មេងមកពីស្រុកមរស័យម៉ែគាត់អ្នកលក់បាយគាត់ថាឡូយ៉ាដែលមានកូនជាកវ័យជាក្មេងចេញពីជនបទចែកខ្វល់អនាគតតាំងពីថ្នាក់ទី8មុខក្រូនដូចស្បែកគីងគូអីលើចង់ភ្លក់រសជាតិជាសេដ្ឋី